យុទ្ធសាស្ត្រកម្ពុជានាំកង្កែបចេញពីអណ្ដូងធ្វើឲ្យប្រជាពលរដ្ឋរិះគន់រឿងរើសពាក្យពេចន៍រំលេចភាពអស់សំណាចទៀតតាមពិតបងប្អូនមែនតើនាំគ្នាទៅខ្លាំងពេកគ្រប់គ្នាអ្នកណានិយាយអំពីយុទ្ធសាស្ត្រកម្ពុជានាំកង្កែបចេញពីអណ្ដូងហើយប្រយោជន៍អីគេអាកង្កែបចេញពីអណ្ដូងហ្នឹងអ្នកដែលនិយាយមិនមែនរាសាមញ្ញទេបងប្អូនបើរាសាមញ្ញនិយាយក៏តែមិនអីដែរក៏ប៉ុន្តែអ្នកមន្ត្រីជាន់ខ្ពស់និយាយក៏វាមិនអីដែរព្រោះអីចេះនិយាយទៅគឺលោកហួតហាក់ដែលជារដ្ឋមន្ត្រីក្រសួងទេសចរគាត់ថាឥឡូវកម្ពុជាមានអភិក្រមថ្មីហើយដែលលោកបង្កើតឬក្រសួងទេសចរអ្នកបង្កើតហ្នឹងគឺនាំកង្កែបចេញពីអណ្ដូងតាមពិតបំណងរបស់គាត់ល្អឯងចាំមើលគាត់និយាយចេះគាត់ថាកម្ពុជាមានរបស់ពិសេសអស្ចារ្យនាំសក្តានុពលកម្ពុជាទៅកាន់ពិភពលោកឲ្យពិភពលោកស្គាល់គឺនឹងមកភ្លក់នឹងចង់ភ្លក់រសជាតិដកស្រង់បទពិសោធន៍យកទៅវិញទៅស្រុកក្រៅវិញផ្សព្វផ្សាយបន្តជាពិសេសចង់ត្រឡប់មកវិញអញ្ចឹងនេះគឺជាជោគជ័យមួយរបស់រដ្ឋាភិបាលហើយគឺនាំកង្កែបចេញពីអណ្ដូងហើយស្អីគេកង្កែបហ្នឹងកង្កែបបើយើងអានចេះអានកង្កែបនាំកង្កែបចេញពីអណ្ដូងស្អីកង្កែបឲ្យប្រកាសវាអត់ដឹងថាគាត់បញ្យល់កង្កែបខ្មែរហើយខ្មែរយើងទទួលស្គាល់ថាខ្មែរជាកង្កែបក្នុងអណ្ដូងខ្ញុំថាជារឿងល្អដែលដល់យូរទៅកង្កែបហ្នឹងវាទៅជារឿងខ្មែរយើងវិញតែប្រជាពលរដ្ឋខ្មែរគាត់ថាយើងជាកង្កែបក្នុងអណ្ដូងដែលយើងទទួលស្គាល់ការពិតដែលខ្មែរយើងជាកង្កែបក្នុងអណ្ដូងតាំងពីអង្កលតែល្អទៅវិញទេខ្ញុំសូមសរសើរលោកហួតហាក់ដែលទទួលស្គាល់ការពិតហើយថាមានទទួលស្គាល់ថាក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលកម្ពុជានៃគណៈបកប្រជាជនកម្ពុជារបស់អស់លោកហ្នឹងគឺប្រជាពលរដ្ឋខ្លាយទៅជាកង្កែបនៅក្នុងអណ្ដូងយើងអាចទទួលស្គាល់ការពិតទេតែឥឡូវតាមពិតអ្នកដែលកង្កែបនៅក្នុងអណ្ដូងមែនតើមិនមែនប្រជាពលរដ្ឋទេខ្ញុំនិយាយឲ្យស្មោះគឺមន្ត្រីដូចអស់លោកដូចលោកហួតហាក់នឹងឯងដែលជាកង្កែបនៅក្នុងអណ្ដូងឥឡូវនាំចេញមកក្រៅមកក៏ល្អដែរខ្ញុំជួយសាទរឲ្យបានឃើញពន្លឺព្រះអាទិត្យឬក៏ពិភពខាងក្រៅឲ្យផុតពីមាត់អណ្ដូងហ្នឹងទៅឲ្យឃើញថាតើគេដើរដល់ណាហើយបំណងរបស់លោកហួតហាក់ល្អទេខ្ញុំជឿថាគាត់មិនមានបំណងចេតនាអីអាក្រក់ទេព្រោះគាត់ចង់ជួយជាតិយើងដែរគាត់និយាយដើម្បីឲ្យមានទេសចរឲ្យមានអ្នកវិនិយោគមានអីចូលទៅស្រុកខ្មែរទៅដើម្បីស្ដារសេដ្ឋកិច្ចដើម្បីឲ្យគេមកលេងប្រាសាទអង្គរមានភ្ញៀវមានប្រាក់ចំណូលដល់កសិករពលករកម្មករឬក៏អ្នករត់ម៉ូតូស៊ីក្លូកង់3អីលាក់នឹងទៅវាជារឿងល្អទេបើយើងនិយាយមែនតើព្រោះភ្ញៀវធ្លាក់ចុះ 50% ហើយភ្ញៀវបរទេសអញ្ចឹងបើយើងអត់ប្រឹងកែច្នៃដើម្បីលើកស្ទួយមុខមាត់គេឈ្មោះកម្ពុជាទៅលើឆាកអន្តរជាតិទេគឺកម្ពុជាដាច់បាយហើយលោកហួតហាក់ហ្នឹងក៏មានចំណែកនៅក្នុងការធ្វើយ៉ាងម៉េចដើម្បីកុំឲ្យប្រជាពលរដ្ឋដាច់បាយដែរដូច្នេះនេះជាគុណធម៌របស់លោកទេអំពើនេះជាអំពើថ្លៃថ្នូរអំពើល្អសម្រាប់ថ្នាក់ដឹកនាំក្រសួងទេសចររបស់រដ្ឋាភិបាលកម្ពុជាតើនិយាយទៅយើងទាំងអស់គ្នាគួរសាទរគាត់ដែរទេខ្ញុំក៏មែនតើការដែលចង់ធ្វើឲ្យកម្ពុជាល្បីឲ្យគេស្គាល់យើងឲ្យអីដើម្បីបានប្រយោជន៍ដល់ប្រជាពលរដ្ឋទាំង18លានអ្នកនេះគឺជាទង្វើថ្លៃថ្នូរគុណធម៌តាខ្ញុំអបអរសាទរនឹងត្រេកអរក៏ប៉ុន្តែការជ្រើសរើសពាក្យពេចន៍នេះវាហាក់បីដូចជាមិនត្រូវនឹងន័យនេះសោះហេតុអីបានទៅជាកង្កែបនៅក្នុងអណ្ដូងហេតុអីបានជាប្រៀបប្រដូចអ្វីដែលជាត្រៃរតនៈឬក៏របស់ល្អគុណតម្លៃរបស់ខ្មែរវាទៅជាកង្កែបទៅក្នុងអណ្ដូងមនុស្សពលរដ្ឋខ្មែរជាកង្កែបនៅក្នុងអណ្ដូងនិយាយទៅអ្វីដែលគាត់លើកមកហ្នឹងគឺសំដៅទៅលើផលិតផលសំដៅទៅលើអ្វីដែលល្អសំដៅទៅលើអេរយាប័តប្រជាពលរដ្ឋកម្ពុជាសំដៅរឿងគ្រប់យ៉ាងដែលចង់យកទៅឲ្យពិភពលោកឃើញបង្ហាញគេទៅថានេះជាកង្កែបក្នុងអណ្ដូងទេឥឡូវចេញមកឲ្យឃើញហើយគេជាកង្កែបហ្នឹងមានផលអីមានប្រយោជន៍អីបងប្អូនបើជាពេជ្រចរណៃជាពេជ្រមិនទាន់ច្នៃជាគ្រឿងរតនត្រ័យជាសម្បត្តិធម្មជាតិជាអ្វីដែលកត់ទុកយូរហើយដែលវាគ្មានផូរផង់គ្រាន់តែយើងអត់មានឱកាសដើម្បីបង្ហាញពិភពលោកឲ្យបានដឹងពីអ្វីដែលល្អអំពីប្រជាពលរដ្ឋខ្មែរប្រព័ន្ធដឹកនាំរដ្ឋប្រព័ន្ធសុវត្ថិភាពប្រព័ន្ធនយោបាយប្រព័ន្ធសិទ្ធិមនុស្សសុខសន្តិភាពប្រព័ន្ធយន្តហោះធ្វើដំណើរប្រព័ន្ធសន្តាគារបដិសន្តារកិច្ចការទទួលភ្ញៀវអាហារហូបចុកបរិយាកាសសន្តិសុខសង្គមលក្ខណៈវាល្អណាស់អញ្ចឹងយើងត្រូវតែបង្ហាញទៅពិភពលោកឲ្យឃើញអំពីសក្តានុពលអ្វីដែលយើងមានទៅអួតគេអាហ្នឹងវាជាត្រៃរតនសម្បត្តិរបស់ខ្មែរដើម្បីអួតមិនមែនជាកង្កែបនៅក្នុងអណ្ដូងទេពាក្យកង្កែបនៅក្នុងអណ្ដូងគឺសំដៅទៅលើភាពអវិជ្ជមានតាបានន័យថាមនុស្សអត់ដឹងពិភពខាងក្រៅទេនៅងងឹតនឹងនេះអញ្ចឹងបានខ្ញុំថាកង្កែបនៅក្នុងអណ្ដូងដែលលោកនិយាយនេះអត់សំដៅប្រជាពលរដ្ឋខ្មែរទេគឺសំដៅទៅលើមន្ត្រីរាជការខ្មែរថ្នាក់ដឹកនាំទាំងអស់ហ្នឹងដែលធ្វើខ្លួនឲ្យទៅជាកង្កែបនៅក្នុងអណ្ដូងហើយនាំឲ្យប្រជាពលរដ្ឋខ្មែរហ្នឹងคล้ายទៅជាកង្កែបនៅក្នុងអណ្ដូងព្រោះយើងដឹកនាំប្រទេសឲ្យគេខ្លៅខ្លាចឃ្លានប្រជាពលរដ្ឋខ្មែរឆ្លាតវៃណាស់លោកក្លាហានឆ្លាតវៃបំបាក់ស្មារតីឲ្យខ្លៅខ្លាចឃ្លានចាប់ដាក់គុកដាក់អីអស់ហើយដល់ពេលឥឡូវមកថាពួកគាត់ជាកង្កែបនៅក្នុងអណ្ដូងខ្ញុំនៅតែទទួលស្គាល់ថាប្រជាពលរដ្ឋខ្មែរ
មិនមែនជាកង្កែបទេតែអស់លោកបង្រៀនឲ្យគាត់ខ្លាយជាកង្កែបហើយអស់លោកទាំងអស់នឹងឯងជាកង្កែបនៅក្នុងដងឥឡូវខ្ញុំសូមប្រាប់ទៅលោកហួតហាក់វិញជាយោបល់ខ្ញុំសូមសាទរការដែលចង់បើកច្រកបើកជើងមេឃបើកទ្វារឲ្យពិភពលោកបានមើលឃើញអំពីគុណតម្លៃរបស់ស្រុកខ្មែរប៉ុន្តែពាក្យជ្រើសរើសថាកង្កែបនៅក្នុងដងយកទៅឲ្យឃើញពិភពលោកនេះគឺវាហាក់បីដូចជាដឹកឆ្កែឲ្យជិះអាទិះអីចឹងទៅគ្នាវាមិនដឹងថាតើទេសភាពអីយ៉ាងម៉េចទេព្រោះវាមិនបានប្រយោជន៍អីប្រហែលវាដូចថាបន្តិចបង្អាក់នៃដែលថាចាំតាមពិតបំណងល្អប៉ុន្តែនៃដែលរើសនឹងវាគួរឲ្យអស់សំណាចប៉ុណ្ណឹងឯងឥឡូវខ្ញុំនិយាយអំពីកង្កែបឬក៏គ្រឿងត្រៃរតនៈឬក៏គ្រឿងសម្បត្តិដែលខ្មែរមានតែយើងអាចអួតអីទៅលើពិភពលោកបងប្អូនឥឡូវខ្ញុំនិយាយអំពីសម្បត្តិធម្មជាតិរបស់ខ្មែរដែលពិភពលោកមិនគួរមើលរំលងប្រាសាទអង្គរវត្តដ៏បវរប្រសើរថ្លាថ្លៃជាបេតិកភណ្ឌដែលជាសម្បត្តិពិភពលោកដែលជាសម្បត្តិអច្ឆរិយៈទី7ជាប់លេខរាល់ឆ្នាំនៅលើពិភពលោកអ្នកណាក៏ស្គាល់ដែរថាកម្ពុជាមានប្រាសាទអង្គរវត្តដ៏ល្បាញល្បីដែលបង្ហាញអំពីដួងព្រលឹងខ្មែរដែលបន្សល់ពីដូនតាខ្មែរអត់មានអ្នកណាអាចប្រកែកបានទេរឿងនេះអាហ្នឹងរឿងការពិតមួយប្រាសាទក្រៅពីប្រាសាទអង្គរវត្តយើងមានប្រាសាទជាង1000ទៀតដែលជាប្រាសាទប្រណិតល្អដែលតាក់ទាញភ្ញៀវទេសចរប្រចាំឆ្នាំស្រួលណាស់ហ្នឹងរឿងទី2សម្បត្តិត្រៃរតនៈរបស់កម្ពុជាដែលមានដែលពិភពលោកកម្ររបានស្នាមញញឹមដ៏ប្រពំប្រព្រៃចរិតរស់រាយរាក់ទាក់របស់ប្រជាពលរដ្ឋខ្មែរប្រុសស្រីដែលនេះគឺជាសច្ចធម៌រឿងពិតដែលមិនអាចកែបានទេព្រោះចរិតខ្មែរជាធម្មជាតិរស់រាយរាក់ទាក់ជួយយកអាសាគ្នាល្អណាស់អ្នកណាក៏ដឹងដែរបរទេសណាចូលទៅស្រុកខ្មែរទៅលេងកន្លែងណាក៏គេមកវិញនិយាយអំពីភាពល្អរបស់ប្រជាពលរដ្ឋខ្មែរថារស់រាយរាក់ទាក់ជាប្រជាពលរដ្ឋស្លូតបូតសុភាពរាបសារណាស់ជាទូទៅគេនិយាយអញ្ចឹងដែរនេះគឺជាត្រៃរតនៈសម្បត្តិទី2របស់ខ្មែរទី3ធនធានធម្មជាតិបរិស្ថានគេបំផ្លាញខ្ទេចខ្ទីយ៉ាងណាក៏សម្រស់ដល់ប្រព្រៃនៃធនធានធម្មជាតិហ្នឹងក៏នៅតែដីខ្សាច់សក្បោះនៅឆ្នេរសមុទ្រអូជាទៀលកោះកុងថ្មីកោះកុងកោះរងកោះស្អីលាក់នៅតំបន់ឆ្នេរសមុទ្រខ្មែរហ្នឹងឆ្នេរខ្សាច់យើងជាប់លំដាប់ថ្នាក់ពិភពលោកថាឆ្នេរខ្សាច់ដ៏សក្បោះផូរផង់ដែលគឺថាល្អគយគន់ទឹកសមុទ្រពណ៌បៃតងខៀវស្រងាត់ដែលមើលទៅគួរឲ្យសប្បាយចង់ទៅលេងណាអាកាសធាតុក៏ខ្យល់បរិសុទ្ធល្អអានេះក៏ជាត្រៃរតនៈរបស់យើងដែរឥឡូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ផ្លូវធ្វើដំណើរអីក៏មានភាពប្រសើរច្រើនដែរសន្តាគារផ្ទះសំណាក់ភោជនីយដ្ឋានតំបន់ទទួលរមណីយដ្ឋានអីក៏យើងមានច្រើនសម្បូរបែបហើយក៏រៀបចំសេវានេះដើម្បីទទួលភ្ញៀវឲ្យបានគត់មុតដែរភ្ញៀវមកម្ដង5លានអ្នកកាលពីឆ្នាំ2025ទៅមិនចុះឥឡូវនៅសល់តែ1លានអ្នកជាងឥឡូវយើងនិយាយអំពីថាតើយើងអត់មានត្រៃរតនៈសម្បត្តិទាំងអស់ហ្នឹងទេសំណួរសួរទៅវិញថាហេតុអីបានពិភពលោកអត់ស្គាល់ខ្មែរហេតុអីបានជាពិភពលោកអត់អាចទៅលេងខ្មែរហេតុអីបានពីពិភពលោកបំភ្លេចខ្មែរចោលនៅពេលដែលយើងមានត្រៃរតនៈសម្បត្តិទាំងអស់នេះមិនមែនកង្កែបក្នុងដូងទេខ្ញុំថារឿងទាំងអស់នេះវាកើតឡើងហើយធ្វើឲ្យខ្មែរយើងមកដល់ស្ថានភាពបែបនេះគឺដោយសារក្រុមដឹកនាំប្រទេសដូចលោកហ៊ុនហាក់នឹងឯងដែលធ្វើឲ្យកម្ពុជាคล้ายប្រជាពលរដ្ឋខ្មែរនិងមន្ត្រីរាជការនឹងតែម្ដងធ្វើឲ្យខ្មែរខ្លួនឯងជាប្រជារាស្ត្រคล้ายជាកង្កែបក្នុងដងដោយសារតែអស់លោកជាមន្ត្រីរាជការនឹងជាកង្កែបនៅក្នុងដងតាមពិតនាំអស់លោកឲ្យពិភពលោកឃើញទេមិនមែននាំខ្មែរទេហើយខ្ញុំជឿថាបើដើម្បីឲ្យពិភពលោកឃើញខ្មែរគឺដកអាភាពជាកង្កែបក្នុងដងហ្នឹងពីក្នុងខួរក្បាលរបស់ខ្មែរដែលជាមន្ត្រីដឹកនាំហ្នឹងឲ្យអស់អ្វីដែលជាត្រៃរតនៈរបស់កម្ពុជាពិភពលោកឃើញឯងមិនចាំបាច់នាំទៅទេវាមាននៅនឹងអស់ហើយមាននៅនឹងទាំងអស់ហ្នឹងគឺអ្នកណាក៏ដឹងដែរប៉ុន្តែគេទៅចាប់អត់បានគេឈោងអត់បានគេជួយអត់បានដឹងអស់លោកដឹងថាគេជួយអត់បានហើយលោកដែលធ្វើឲ្យអាផ្ទៃមេឃនៃផែនពោះសទ្ធាខ្មែរស្រអាប់ដោយវាំងននខ្មៅដែលអស់លោកបាត់ហ្នឹងដឹងរឿងអីហ៎សិទ្ធិមនុស្សនិងប្រជាធិបតេយ្យ